ប្រើប្រាស់ Internet Explorer អញ្ចឹងដល់យើងបានរៀនរួចហើយនៅគេហៅថា web browser អញ្ចឹង topic ដែលយើងត្រូវរៀននេះគឺ Internet Explorer បាទអញ្ចឹងការប្រើប្រាស់ Internet Explorer គឺជាកម្មវិធីមួយដែលប្រើប្រាស់សម្រាប់ធ្វើការស្វែងរកព័ត៌មាននិងអាច download នៅព័ត៌មានដែលគេបាន upload ទៅលើ Internet ទី1យើងចុចលើពាក្យថា Start ទី2យើងវាយពាក្យថា Internet Explorer នៅក្នុងប្រអប់ Search File and Program អញ្ចឹងយើងមើលរូបនេះទី1យើងមើលចុចលើ Start ទី2យើងអាចវាយក្នុងប្រអប់ហ្នឹងមកហើយយើងមើលឃើញពាក្យ Internet Explorer ហើយតោះអញ្ចឹងយើងមើលទាំងអស់គ្នាទី1យើងចុចលើពាក្យថា Start ទី2យើងវាយពាក្យថា Internet Explorer បាទអញ្ចឹងពេលដែលយើងវាយបានពី Internet មកពី Internet Explorer ហ្នឹងវាចេញនៅខាងលើនេះស្រាប់ហើយណាអញ្ចឹងយើងអាចយកមកចុចលើពាក្យថា Internet Explorer នៅលើនេះក៏បានឬក៏វាយទៅពាក្យហ្នឹងហើយចុច Enter key តែម្ដងអញ្ចឹងយើងចុច Internet Explorer ចេញមកហើយអញ្ចឹងនេះជាទម្រង់របស់ Internet Explorer ដែលមាន file មាន edit មាន view មាន tool មាន help អីផ្សេងណាបាទអញ្ចឹងឥឡូវយើងរៀនតទៅទៀតគឺយើងមើល main Explorer toolbar គឺជាឧបករណ៍ដែលមាននៅលើ Internet Explorer អញ្ចឹងយើងមើលតើនេះជា main Explorer toolbar អញ្ចឹងមាននៅខាងលើនេះទី1គឺយើងហៅឈ្មោះថា back អញ្ចឹង back ហ្នឹងប្រើសម្រាប់ត្រឡប់ទៅរកpage ចាស់ដែលយើងបានបើយើងបានប្រើវាអញ្ចឹងឧទាហរណ៍ថា page ចាស់ខ្ញុំវាយពាក្យថា www.yahoo.com enter អញ្ចឹងវាចូល website www.yahoo.com ឬក៏ខ្ញុំចង់ចូលពាក្យ Google វិញ www.google.com អញ្ចឹងយើងបើក Google បានហើយអញ្ចឹង back នេះមានតួនាទីត្រឡប់ទៅ page ចាស់អញ្ចឹងខ្ញុំចុចលើ back នេះអញ្ចឹងវារត់មក Yahoo យកមកដែលបានបើកពីមុនមកចុចទៅ back មួយទៀតវាបានចូល website មួយទៀតដែលយើងបានបើកដំបូងគេបំផុតហ្នឹងគឺ newdatex.com បាទអញ្ចឹងយើងមើលទី2គេដាក់ថាម៉េចវិញ forward button ប្រើសម្រាប់ឆ្ពោះទៅរក document បន្ទាប់នៅក្នុងករណីមានច្រើន document អញ្ចឹងយើងចុចលើពាក្យថាforward នេះវិញ key នេះคลิกលើនឹងមកពេលហ្នឹងវារត់មក Yahoo អញ្ចឹងមកខ្ញុំចុចពាក្យ forward តទៀតវានឹងរត់ចូល Google វិញតែម្ដងតោះអញ្ចឹងចូលចំណុចទី3 address box គឺជាទីតាំងសម្រាប់វាឈ្មោះ website អញ្ចឹងគឺយើងក្នុងប្រអប់នេះឯងគឺយើងអាចវាឈ្មោះ website ចូលតទៅទៀតនៅក្នុង step ទី4គេហៅថា the search button អញ្ចឹង the search button នេះមានតួនាទីសម្រាប់ប្រើទៅរក page ដែលយើងបាន select អញ្ចឹងយើងคลิกលើពាក្យប្រអប់នេះចេញទាំងនេះមកដែលយើងបាន select ឧទាហរណ៍ថាឥឡូវយើងចង់មើលលើស្អីមួយគឺយើងคลิกលើនឹងមកអញ្ចឹងពេលហ្នឹងវាចេញប្រអប់ search នេះឲ្យយើងវាយឧទាហរណ៍ថា search លើអង្គរអង្គរវត្តអញ្ចឹងពេលខ្ញុំវាយអង្គរវត្តហើយខ្ញុំចុចពាក្យ search នេះទៅតែម្ដងបាទអញ្ចឹងឃើញមាននេះហើយក្នុងហ្នឹងមានពាក្យថាអង្គរវត្ត tour look for អង្គរវត្ត template ហើយអង្គរវត្តអញ្ចឹងពីជាព័ត៌មាននៅលើពិភពលោកដែលគេបានបង្ហោះឡើងអញ្ចឹងយើងចង់មើលព័ត៌មានមួយណាយើងคลิกលើមួយទៅបន្តទៀតនេះគឺជាព័ត៌មានរបស់អង្គរវត្តគេបានរៀបរាប់មកអង្គរអញ្ចឹងយើងអាចមើលព័ត៌មានតាមនឹងបានអញ្ចឹងណាអញ្ចឹងអូខេអញ្ចឹងយើងចូលដល់ចំណុចមួយទៀតគឺចំណុចទី5គេហៅថា the refresh button សម្រាប់ប្រើ reload document ដែលយើងកំពុងបើកអញ្ចឹងឧទាហរណ៍ថាយើងកំពុងបើកឯកសារនឹងហើយអញ្ចឹងយើងចុចពាក្យថា reload refresh ហ្នឹងបានន័យថាធ្វើឲ្យ website ហ្នឹងដំណើរការម្ដងទៀតនៅព័ត៌មានដែលវាបានបង្ហាញបាទអញ្ចឹងចំណុចទី6គេហៅថា stop button ប្រើសម្រាប់ stop current operation និងបញ្ឈប់ loading time នៃ file អញ្ចឹងមានន័យថាពេលដែលយើងបើក website ហ្នឹងពេលដែលយើងចុច reload ចេះទៅចុច reload ទៅអញ្ចឹងវាធំដំណើរអញ្ចឹងយើងចង់បញ្ឈប់វាវិញយើងចុចលើពាក្យថា close stop នេះតែម្ដងអញ្ចឹងវាបញ្ឈប់reload ហ្នឹងហើយអញ្ចឹងព័ត៌មានក្នុង page ហ្នឹងវាអត់ចេញបន្តឲ្យយើងមើលទៀតទេវាបញ្ឈប់ត្រឹមហ្នឹង
ចឹងយើងចូលដល់ចំណុចមួយទៀតគេហៅថា the home button បាទអញ្ចឹង the home button ប្រើសម្រាប់បាទត្រឡប់ទៅរក page ដើមអញ្ចឹងពេលខ្ញុំចុចលើនេះ home button នេះពុបទៅបាទចឹងវារត់ទៅរក page ដើមដំបូងបំផុតបាទអញ្ចឹងយើងចូលដល់ចំណុចទី8 the favorite បាទ button record page បង្ហាញfavorite ដែលបង្ហាញឈ្មោះ website អញ្ចឹងយើងคลิกលើពាក្យថា favorite ហ្នឹងមកបាទអញ្ចឹងពេលហ្នឹងវាបង្ហាញឈ្មោះ website ណាដែលយើងបាន add ចូលឧទាហរណ៍ថាខ្ញុំចង់ add www.newdatex បាទ .com នេះអញ្ចឹងខ្ញុំចុចពាក្យថា add បាទហើយចុចពាក្យថា OK បាទអញ្ចឹងពេលខ្ញុំคลิกលើនឹងដងទៀតមកពេលហ្នឹងវាឃើញឈ្មោះ website ហ្នឹងនៅក្នុង favorite អញ្ចឹង favorite ហ្នឹងដូចជាកន្លែង record បាទទីតាំង record ឈ្មោះ website ទុកដើម្បីយើងងាយស្រួលការបើកម្ដងទៀតយើងមិនចាំបាច់វាឈ្មោះចូលទេឧទាហរណ៍ថាខ្ញុំវាយពាក្យថា www.yahoo.com អញ្ចឹងពេលដែលខ្ញុំវាយ www បាទ .yahoo.com ហើយអញ្ចឹងខ្ញុំคลิกលើពាក្យថា favorite คลิกលើនឹងមកពេលហ្នឹងយើងចុចពាក្យថា add នេះពាក្យថាបាទ New Day Technology នេះយើងคลิกមកវាបើក website New Day Technology លឿនតែម្ដងតោះអញ្ចឹងមើលចំណុចមួយទៀតគឺគេហៅថា tool button ហ្នឹងប្រើសម្រាប់បង្ហាញ tool ផ្សេងដូចជា file view zoom បាទ print or view or download អញ្ចឹងយើងคลิกលើនេះ tool button នេះអញ្ចឹងពេលហ្នឹងវាបង្ហាញអំពីការ print បាទអំពីការមើល zoom នៅឬក៏ព័ត៌មានផ្សេងនៅក្នុងហ្នឹងតែយើងនឹងចេះរៀនវាប្រើប្រាស់វានៅពេលក្រោយអញ្ចឹងយើងរៀនតោះហើយតាក់ទងហ្នឹងណា tool របស់យើងមានរហូតដល់9អញ្ចឹងណាដែលទី1យើងរំលឹកឡើងវិញបាទទី1ហ្នឹងដំបូងគេហ្នឹងគេហៅថា back button ណាទី2នេះគេហៅថា forward button ណាទី3គេហៅថា address box បាទចំណុចទី4នេះគេហៅថាបាទ search button ចំណុចទី5គេហៅថា refresh button ចំណុចទី6គេហៅថា stop button បាទចំណុចទី7គេហៅថា home button គឺបាទរូបផ្ទះនេះតែម្ដងបាទចំណុចទី8គឺគេហៅថា the favorite button គឺសញ្ញាផ្កាយនេះហើយនឹងចំណុចទី9គេហៅថា tool button គឺសញ្ញារង្វង់មូលឆែកហ្នឹងដូចផ្កាយអញ្ចឹងបាទអញ្ចឹងយើងរៀនតែប៉ុណ្្នឹងឯង